ចោលលួចក្រដាសមាននិទានមួយដំណើរថាមានបុរសពីរនាក់ប្តីប្រពន្ធអាស្រ័យនៅក្នុងភូមិមួយបុរសជាប្តីតែងទីសិតក្រដាសសប្ថ្ងៃឯប្រពន្ធនៅផ្ទះមានស្មន់អន្តករយប់មួយអាសហាយមេនោះមកតែពុំទាន់ឡើងទៅលើផ្ទះនៅឡើយជួនជាប្តីនោះត្រឡប់មកពីសិតក្រដាសវិញក្នុងវេលាខុសប្រក្រតីទុកក្រដាសលើគ្រែក្រោមផ្ទះយកដុំថ្មសង្កត់ស្រួលបួលហើយក៏ឡើងទៅលើផ្ទះប្រពន្ធឃើញហើយភ្ញាក់ខ្លួនព្រឺតសួរប្តីថាចុះអ្នកទៅណាបាត់មិនដែលឃើញនៅផ្ទះដល់មួយថ្ងៃសោះថ្មនេះទើបឡើងមកប្តីថាឯងអើយអញខំសង្វាតទៅសិតក្រដាសដើម្បីលក់យកប្រាក់ចិញ្ចឹមជីវិតប្រពន្ធថាឥឡូវនេះក្រដាសនោះអ្នកទុកឯណាប្តីថាអញទុកលើគ្រែក្រោមផ្ទះយកថ្មសង្កត់លើក្រដាសនោះផងគូឯសហាយនៅក្រោមផ្ទះឬដូច្នោះក៏មានចិត្តត្រេកអរគិតថាក្រដាសទាំងនេះមុខជាបានមកដៃអញមិនខានឡើយហើយក៏លួចយកក្រដាសនោះទាំងអស់ទៅលុះព្រឹកឡើងបុរសប្តីនាំប្រពន្ធទៅយកក្រដាសពុំឃើញដល់មួយពុំឡើយកាលបើរកពុំឃើញប្រពន្ធក៏ជេរប្តីទើបបុរសនោះយកខ្សែចង់ថ្មនោះអូសយកទៅប្តឹងចៅក្រមថាខ្ញុំទុកក្រដាសក្រោមផ្ទះយកថ្មនោះសង្កត់ឥឡូវនេះក្រដាសខ្ញុំបាត់ខ្ញុំថាថ្មនេះឯងលួចក្រដាសខ្ញុំសូមឲ្យលោកពិចារណាសេចក្តីនេះឲ្យទានបុចៅក្រមថាបុចៅនេះឈួតឬជាបានជាថាថ្មលួចក្រដាសដូច្នេះហើយចៅក្រមពុំជំនុំពិចារណាឲ្យឡើយបុរសម្ចាស់ក្រដាសនោះកើតទុកពុំសុខចិត្តក៏នាំសេចក្តីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរនោះព្រះអង្គត្រាស់ដណ្ដឹងថាព្រះស្ដែងមានប្រពន្ធឬឥតប្រពន្ធបុរសនោះក្រាបបង្គំទូលថាមានប្រពន្ធព្រះមហាក្សត្រទ្រង់ត្រាស់ថាបើដូច្នោះចូលចៅថយទៅសិនចោះចាំយើងពិចារណាសេចក្តីនោះមើលក៏បុរសនោះថ្វាយបង្គំលាវិលទៅកាន់លំនៅខ្លួនវិញទើបព្រះមហាក្សត្រចាត់មនុស្សឲ្យយកគង់ទៅប៉ាវប្រាប់អស់មន្ត្រីសេនាបតីធំតូចនៅរាជផងឲ្យបានដឹងថាព្រះអង្គមានការក្រណះបើនរណាមានក្រដាសឲ្យយកទៅថ្វាយព្រះអង្គនឹងចិញ្ចឹមអ្នកនោះគូចោលលួចក្រដាសនោះកាលបើបានលើអាញាប៉ាវគង់ដូច្នោះហើយក៏មនីមនាយកក្រដាសដែលខ្លួនលួចគេនោះឡើងទៅថ្វាយហើយព្រះមហាក្សត្រត្រាស់ឲ្យហៅចៅម្ចាស់ក្រដាសមកមើលក៏ស្គាល់ជាក់ជាក្រដាសរបស់ខ្លួនមែនហើយទ្រង់ត្រាស់ដណ្ដឹងទៅចោលដែលលួចគេនោះថាក្រដាសនេះតើព្រះស្ដែងបានពីទីឯណាចោលក្រាបទូលថាពួកខ្ញុំព្រះបាទអម្ចាស់ធ្វើខ្លួនឯងព្រះមហាក្សត្រទ្រង់ឲ្យធ្វើក្រដាសល្មើចោលនោះធ្វើពុំកើតក៏ក្រាបទូលថាខ្ញុំព្រះបាទអម្ចាស់បានពីប្រពន្ធព្រះអង្គឲ្យទៅយកប្រពន្ធមកឯចោលក្រាបទូលថាពួកខ្ញុំព្រះបាទអម្ចាស់នឹងទៅយកពុំបានទេត្បិតខ្ញុំព្រះបាទអម្ចាស់លួចគេព្រះមហាក្សត្រទ្រង់ដណ្ដឹងថាព្រះស្ដែងលួចតែក្រដាសឬលួចទាំងប្រពន្ធគេផងចៅនោះនឹងលាក់ពុំបានក៏ក្រាបទូលថាពួកខ្ញុំព្រះបាទអម្ចាស់លួចទាំងប្រពន្ធផងទើបព្រះមហាក្សត្រទ្រង់ឲ្យលក់អាប្រុសនិងមេស្រីនោះដាច់សូរលហោងសេចក្តីនេះជាអាចកំបាំងឥតចៅក្រមឯណាពិចារណាបានឡើយមានតែព្រះមហាក្សត្រទើបឆ្វេងយកសពប្រការអំបាលនោះបាន